không bị tàu luôn lấy chiếng môi săn chiếng cái bán hòm bắt đi mất mất đâu bắt ấy cái bán này từngជំរាបសួរលោកយាយលោកតាពុកម៉ែមីមីបងប្អូនទាំងអស់គ្នានេះគឺជាទស្សនវិជ្ជាបងប្អូនរបស់ខ្ញុំកំពុងតែជុំគ្នាស្រស់ស្រូបអាហារពេលព្រឹកដើម្បីត្រៀមធ្វើដំណើរទៅកំសាន្តជាបន្តទៀតទៅកាន់កោះស្ដេចនាព្រឹកនេះដោយឡែកថ្ងៃនេះគឺមកលក្ខណៈឈុតធំគឺថាមានបងជាច្រើនបានជុំគ្នានៅក្នុងនោះក៏មានបងជាងរងបងម៉ាក់យ៉ាយ៉ាបងស្រីម៉ាខាត់សួស្ដីក៏ដូចជាបងជាងរៃបងប្អូនជាច្រើនទៀតបានជុំគ្នាបាទដើរលេងលក្ខណៈខ្នាតធំតែម្ដងជាបន្តនោះគឺយើងបានជុំគ្នាជួលទូកមួយបាទដើម្បីធ្វើដំណើរទៅកាន់កោះស្ដេចតែមុននឹងទៅកោះស្ដេចយើងត្រូវធ្វើការចតនៅផែសិនដែលជាកូនកោះតូចមួយដែលមានផ្ទះប្រជាជនលក់ដូរនៅលើនោះនៅកន្លែងនោះគឺគេលក់ជាមួយនឹងបាទគ្រឿងសមុទ្រក៏ដូចជាសម្ភារៈប្រើប្រាស់ព្រោះថានៅនោះក៏មានជាផ្សារបែបសហគមន៍គេដូចគ្នាហើយគ្រឿងសមុទ្រគឺថ្មីស្រស់ដែលមានការទុកដាក់បានត្រឹមត្រូវនៅក្នុងទឹកសមុទ្រអញ្ចឹងណាបងប្អូនហើយបើមកកលេចមើលពីទស្សនវិជ្ជាសហគមន៍បងប្អូនប្រជាជនរស់នៅលើកោះនោះគឺថាដូចបងប្អូនប្រជាជននៅលើដីគោកដូចគ្នាដោយសារតែទស្សនវិជ្ជាគឺមានម៉ូតូមានលំអកង់3មានការរកស៊ីជួញដូរហ្នឹងគឺដូចនៅលើដីគោកអញ្ចឹងហើយបងប្អូនរបស់ខ្ញុំក៏គាត់បានធ្វើការដើររត់ទិញជាមួយនឹងគ្រឿងសមុទ្រដើម្បីត្រៀមទុកហូបនៅលើទូកអញ្ចឹងណាបងប្អូនយើងក៏បានជួបជាមួយនឹងបងស្រីនៅតំបន់សហគមន៍ហ្នឹងគឺថាមានលក់ជាមួយនឹងគ្រឿងសមុទ្រស្រស់ហើយនេះគឺខាត់សួស្ដីក៏ដូចជាប្អូនខៀវសវត្ថិធីនិងបងស្រីជាងរងកំពុងធ្វើដំណើរមកកាន់តំបន់សហគមន៍នៅលើកោះហ្នឹងបងប្អូនហើយគាត់ឃើញមានទស្សនៈបងប្អូនគាត់ឃើញមានទស្សនៈមានអីចឹងគាត់រៀងប្លែកអារម្មណ៍ចឹងណាបងប្អូនហើយដោយឡែកមើលពីផ្សារនៅតំបន់ហ្នឹងគឺថាដូចអារម្មណ៍បើសិនជាយើងភ្លេចគិតថាយើងកំពុងនៅលើកោះយើងមានអារម្មណ៍ថាយើងនៅលើគោកធម្មតាបងប្អូនដោយសារតែមានមន្ទីរពេទ្យមានសាលារៀនមានកន្លែងលក់ដូរអីវ៉ាន់មានផ្សារបាទផ្សារហ្នឹងគឺលក់ដូរដូចយើងធម្មតានៅលើដីគោកដែរបងប្អូនហើយខៀវសវត្ថិធីកំពុងបាំងឆាត់ដើររមមើលទិញសម្ភារៈអញ្ចឹងណាហើយដោយឡែកនេះគឺខ្ញុំបាទព្រំប្រសិទ្ធិរួមជាមួយនឹងខៀវសវត្ថិធីនិងបងជាងរៃបាទអ្នកលក់គ្រឿងប្រាក់នៅខាងផ្សារតាពាំងថ្លឹងហើយយើងក៏មើលឃើញពីទស្សនវិជ្ជារបស់បងប្អូនអាជីវករនៅខាងសហគមន៍នៅខាងម្ដុំកោះស្ដេចក៏មានលក់នៅជាមួយនឹងសម្ភារៈផ្លែឈើក៏ដូចជាផ្សារទស្សនវិជ្ជាផ្សារទាំងមូលហើយយើងក៏រៀបចំទិញជាមួយនឹងគ្រឿងប្រើប្រាស់មួយចំនួនដូចជាកែវដូចជាចានជ័រដូចជាចង្កឹះស្លាបព្រាกระดาษជូតមាត់ហើយយើងអត់ភ្លេចទេគឺភេសជ្ជៈដើម្បីត្រៀមទុកហូបបង្កបរិយាកាសសប្បាយនៅលើទូកជួបជុំគ្នាអញ្ចឹងណាបងប្អូនហើយពេលត្រឡប់មកវិញក៏បានឃើញបងស្រីជើងរងខាត់សួស្ដីក៏ដូចជាបងជើងភ័ក្រកំពុងធ្វើការទិញភេសជ្ជៈក៏ដូចជាទិញចំណីចំណុកអីថែមទៀតហើយគាត់បានជួបជាមួយនឹងបងប្អូនដែលរស់នៅខាងសហគមន៍នៅខាងកោះហ្នឹងគាត់បានស្គាល់ជាមួយខាត់សួស្ដីស្គាល់ជាមួយជើងភ័ក្រជើងរងអីចឹងទៅបាទហើយឥឡូវនេះយើងកាត់មកដល់លើទូកឃើញថាបងសុខាបាទបានស្ទូចបានត្រីបាទនៅលើទូកចឹងហើយប្រពន្ធរបស់គាត់បងម៉ាក់យ៉ាយ៉ានិយាយពីលោកអើយនិយាយថាលក់ដូរដាច់លក់មាសលក់ផ្លាទីននៅផ្សារហ្នឹងដាច់អត់ស្មើនឹងប្តីស្ទូចបានត្រីមួយនឹងទេសប្បាយណាស់ហើយដល់ឡែកក្មេងៗក៏ដូចជាបងប្អូនទាំងអស់នៅលើទូកកំពុងមានការឃ្លានយើងក៏បានរៀបចំម្ហូបដែលយើងបានទិញពីលើគោកហ្នឹងបាទហូបបដាទៅបាទខាត់សួស្ដីគេមានជើងកាមេរ៉ាគេមួយនិយាយពីគេដើរថតទឹកត្រីទឹកស៊ីអ៊ីវហ្នឹងគឺថតអស់ហើយមានសល់អីទេបាទហើយការដើរលេងនេះក៏មានវត្តមានបាទ idol របស់យើងគឺគីសាវិនបងប្អូនណាក៏បានចូលរួមមកលេងជុំគ្នាសប្បាយណាស់និយាយពីទស្សនវិជ្ជានេះគឺស្ថិតនៅក្នុងអារម្មណ៍របស់ខ្ញុំដល់ឡៃទេឲ្យតែមើលវីដេអូពេលហ្នឹងគឺនឹកព្រោះថាសប្បាយអនុស្សាវរីយ៍ល្អខ្លាំងមែនទែនបងប្អូនហើយគ្មានកន្លែងណាដែលធ្វើឲ្យយើងរសាយអារម្មណ៍ relax ធ្វើឲ្យយើងស្រស់ស្រាយកាត់ stress អស់ទុក្ខកង្វល់មកគ្រាស្មើនឹងសមុទ្រទេបងប្អូនព្រោះថាសមុទ្រគឺមានទឹកមានបរិយាកាសបរិសុទ្ធអីចឹងសប្បាយធ្វើឲ្យយើងមានអារម្មណ៍ស្រស់ថ្លាធូរស្បើយនៅទុក្ខកង្វល់បានមកគ្រាដែរបងប្អូនហើយទស្សនវិជ្ជាបងប្អូនទាំងអស់នៅបាទលើទូកមួយនេះគឺពោពេញទៅដោយភាពរីករាយមានទាំងតន្ត្រីអ្នកស្ទូចក៏ស្ទូចត្រីទៅអ្នកដែលគាត់ធ្វើអីក៏ធ្វើនឹងតាមអារម្មណ៍របស់គាត់ដែលធ្វើឲ្យខ្លួនឯងសប្បាយហើយយើងឃើញថាមួយក្រុមនេះគឺមានខ្ញុំបាទព្រំសធីនៅចុងពោចគេនឹងបងប្អូនអើយតោងគេហើយក្បាលទូកហ្នឹងគឺជាសវត្ថិកំពុងតែធ្វើការជីកចេកបងប្អូនលើជីកចេកយ៉ាងឆ្ងល់ជីកចេកហ្នឹងគឺថាចងចេកជន់ពីក្រោយនៅតោងទៅហើយអ្នកបហ្នឹងគឺគេបពីមុខចឹងទៅបាទហើយអ្នកកាន់កាមេរ៉ាខ្ញុំហ្នឹងគាត់កាន់លក្ខណៈ
ISO 9001ចឹងទៅលក្ខណៈថាថតអត់ច្បាស់តតសោះប៉ុន្តែព្យាយាមធ្វើមិនឲ្យតែបានវីដេអូបងប្អូនមើលទៅបងប្អូនអរគុណមែនទែនសម្រាប់បងប្អូនចំណាយពេលវេលាទស្សនាវីដេអូមួយនេះហើយសង្ឃឹមថាវីដេអូមួយនេះនឹងធ្វើឲ្យបងប្អូនបាន relax ស្បាយពីអារម្មណ៍ stress មួម៉ងមួយគ្រាដែរហើយជូនពរបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនេះសុខសប្បាយទាំងអស់គ្នាអរគុណបាយបាយ